គេឃើញមាននាឡិកាមួយព្យួរនៅលើអញ្ចាំងដែលបង្ហាញត្រណិចដល់ម៉ោង 5:45 នាទីពេលព្រឹកមីងច័ន្ទដើរចេញពីបន្ទប់ទាំងងងុយគេងដើរទៅកាន់ទូទឹកកកបើកយកទឹកពិសាហើយគាត់ក៏បាយខ្លួនដើរទៅកាន់ផ្ទះបាយកម្រងនឹងដាំបបរនិងរៀបចំអាហារពេលព្រឹកគាត់ដើរទៅយកឆ្នាំងហើយដើរទៅដួសអង្ករស្រាប់តែមីងច័ន្ទស្រែកយ៉ាងតក់ស្លុតមានសាកសពដេកនៅលើដីក្នុងថ្លុកឈាមហើយគេក៏ឃើញកន្សែងជូតខ្លួនពណ៌សមួយរឹតកក្របភ្នែកសងខាងត្រូវបានខ្វេះចេញនោះគឺជាលោកបូរ៉ាសួស្តីអ្នកទាំងអស់គ្នាខ្ញុំវ៉ាន់បើសិនជាអ្នកទាំងអស់គ្នាកំពុងតែស្ដាប់ podcast មួយនេះបានន័យថាអ្នកទាំងអស់គ្នាកំពុងតែស្ដាប់សាច់រឿងដំបូងរបស់ខ្ញុំអញ្ចឹងខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាជួយ Subscribe ខ្ញុំអ្នកមួយផងដើម្បីជាកម្លាំងចិត្តបន្តទៅមុខទៀតហើយខ្ញុំសង្ឃឹមថា Channel មួយនេះនឹងតាមបម្រើអារម្មណ៍អ្នកទាំងអស់គ្នាចាប់ពីពេលនេះរហូតតទៅសាច់រឿងនេះគឺជាសាច់រឿងដែលខ្ញុំនិពន្ធដោយផ្ទាល់ចេញពីការស្មើសម័យរបស់ខ្ញុំហើយរឿងនេះមានចំណងជើងថានៅជុំវិញខ្លួនអ្នកនៅពេលដែលអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាបិទភ្នែកហើយស្មាយទៅជាមួយខ្ញុំនៅរសៀលថ្ងៃមួយម៉ោងប្រហែលជា2ថ្ងៃត្រង់យើងឃើញតុកតុកឥណ្ឌាពណ៌សមួយបើកមកឈប់នៅក្រោមដើមមៀនធំនៅមុខផ្ទះចាស់មួយខ្នងនៅទីរួមខេត្តកំពតនារីម្នាក់បានរត់រះចុះមកពីលើតុកតុកជាមួយនឹងវ៉ាលីធំពណ៌ខ្មៅមួយតែយើងឃើញមានបុរសម្នាក់ទៀតចុះមកជួយយកវ៉ាលីរបស់នាងហើយបញ្ញាប់លូកយកលុយឲ្យថ្លៃតុកតុកគេទាំងពីរនាក់ហ្នឹងគឺជាសង្សារនឹងគ្នាខាងស្រីនឹងមានឈ្មោះថាសោម៉ាហើយខាងប្រុសនឹងមានឈ្មោះថាថាវ័នសោម៉ាបាននាំមិត្តប្រុសរបស់នាងនឹងទៅសុខកំណើតក្នុងគោលបំណងណែនាំឲ្យគ្រួសាររបស់នាងស្គាល់តាំងពីដើមមកនឹងពួកគេគឺស្រឡាញ់គ្នារបៀបជា private អត់ដែលបានប្រាប់អ្នកផ្ទះពីចំណងស្នេហារបស់ពួកគេតែលើកនេះសោម៉ាបាននាំថាវ័នមកជួបអ្នកផ្ទះនឹងដោយសារតែពួកគេមានកម្រងរៀបការជាមួយនឹងគ្នាអញ្ចឹងណាចាប់ទៅពេលហ្នឹងយើងឃើញនារីចំណាស់ម្នាក់ដើរចេញពីក្នុងផ្ទះមកនោះគឺជាមីងច័ន្ទដែលជាម្ដាយរបស់សោម៉ាគាត់មានអាយុប្រហែលជា50ឆ្នាំជាងប៉ុន្តែមើលទៅនៅស្អាតគាត់តែឃើញមីងច័ន្ទដើរមកដល់ភ្លាមហ្នឹងថាវ័នបានបញ្ញាប់បញ្ញាលសាពះជ្រាបសួរហើយសោម៉ាក៏បានណែនាំថាវ័នហ្នឹងគឺជាសង្សាររបស់ខ្លួនដែលយកមកលេងផ្ទះអីចឹងទៅមីងច័ន្ទគាត់តែឃើញភ្លាមសប្បាយចិត្តឲ្យខ្ញុំញញែមដាក់ថាវ័នហើយគាត់ក៏បាននាំកូនចូលទៅក្នុងផ្ទះនៅពេលដែលដើរចូលក្នុងផ្ទះហ្នឹងយើងឃើញមានទ្រុងសាការកែវមួយហើយវាលោតកញ្ជ្រោលនៅក្នុងទ្រុងហ្នឹងដូចភ័យរឿងអីចឹងណាម្ដាយរបស់សោម៉ាបាននាំពួកគេចូលទៅក្នុងផ្ទះហើយបែងចែកបន្ទប់ឲ្យពួកគាត់នៅរៀងខ្លួនអញ្ចឹងណាដោយឲ្យស្ថាវ័នហ្នឹងគាត់នៅកន្ទប់សម្រាប់បោះភ្ញៀវអីចឹងទៅនៅពេលដែលរៀបចំវ៉ាលីរៀបចំទុកដាក់កៅអៅអីអស់ហើយគាត់នឹងក៏បាននាំទៅក្រោយផ្ទះដើម្បីទៅជម្រាបសួរឪពុករបស់សោម៉ានៅខាងក្រោយផ្ទះហ្នឹងយើងឃើញមានដើមរុក្ខជាតិធំដុះជ្រុងច្រាំងច្រើនហើយយើងឃើញបុរសម្នាក់អង្គុយនៅលើហុងតែកៅអីផ្អែកហ្នឹងណានៅជិតគាត់ហ្នឹងមានទ្រុងសារិកាកែវមួយគាត់មានឈ្មោះថាលោកបូរ៉ាគាត់មានអាយុខ្ទង់ប្រហែលជា60ឆ្នាំហ្នឹងគាត់ស្លៀកពាក់កៅអៅនៅផ្ទះមានខោចៅជាមួយនឹងអាវសនិងដៃគាត់ហ្នឹងមានជៀនមាសត្បូងពណ៌បៃតងហើយក៏កំពុងតែនិយាយទូរស័ព្ទមួយណាគេម្នាក់នៅពេលដែលលឺសម្រាប់ជើងដើរចូលមកហ្នឹងគាត់ក៏បញ្ញាប់ដាក់ទូរស័ព្ទចុះហើយគាត់ក៏បាននិយាយថាណែប៉ុណ្ណឹងសិនបានហើយចាំជួបគ្នាសោម៉ាដើរចូលមកហើយក៏ជ្រាបសួរប៉ារបស់នាងប្រាប់ថាខ្ញុំមកដល់ហើយអីចឹងទៅហើយលោកបូរ៉ាហ្នឹងបញ្ញាប់បិទទូរស័ព្ទហើយងាកមកមើលមុខថាវ័ននោះក៏រៀងផ្អើលដែរភ័យអីចឹងណាជួបប៉ារបស់សង្សារលើកទី1អីចឹងទៅហើយគាត់ក៏ជ្រាបសួរលោកបូរ៉ា
លោកបុរាណហ្នឹងក៏គេជ្រាបសួរអីអញ្ចឹងអត់មានថាញឹមញែមអីទេគឺធ្វើមុខស្មើហើយមើលថាវត្តហ្នឹងពីក្បាលដល់ចុងជើងហើយងាកទៅមើលសាយកាកែវវិញអាការៈរបស់គាត់ហ្នឹងគឺធ្វើឲ្យមីងច័ន្ទហើយនិងសោមាហ្នឹងមានអារម្មណ៍ថាដូចជាមិនសូវស្រួលណាហើយពួកគេទាំងពីរហ្នឹងមិនសប្បាយចិត្តជាមួយនឹងទង្វើរបស់ពូវរាធ្វើទេហើយសារកាកែវដែលនៅចិត្តហ្នឹងគឺព្យាយាមកញ្ជ្រោលហើយភ័យរបៀបអីចឹងណាហើយកញ្ជ្រោលពេញទ្រង់ហ្នឹងហើយសោមាក៏ព្យាយាមកាន់ដៃអោបស្មាថាវត្តនេះចឹងទៅប្រាប់ថាមិនអីទេប៉ាគាត់ជាមនុស្សរបៀបអញ្ចឹងឯងហើយក៏ព្យាយាមនាំថាវត្តចូលទៅក្នុងផ្ទះវិញនៅតុបាយពេលយប់ហ្នឹងមីងច័ន្ទបានរៀបចំម្ហូបជាច្រើនសម្រាប់ទទួលថាវត្តហើយនឹងកូនស្រីសោមាដួសបាយឲ្យអ្នកគ្រប់គ្នាហើយថាវត្តបានចាក់ទឹកឲ្យអ្នកគ្រប់គ្នាផងដែរតែដល់ពេលចាប់កែវរបស់ពូបារាហ្នឹងគឺពូបារាហ្នឹងចាប់កែវទឹកគាត់ចេញហើយអត់ឲ្យចាក់ឲ្យទេអញ្ចឹងទៅមីងច័ន្ទក៏គាត់ឃើញអញ្ចឹងទៅក៏ព្យាយាមសម្របសម្រួលណាថាអូយភ្លេចប្រាប់ទៅថាប៉ាគាត់អត់ហូបទឹកត្រជាក់ទេមកចាំមីងទៅចាក់ទឹកក្តៅឲ្យគាត់ថាវ៉ាន់គាត់នៅលើអញ្ចឹងគាត់ថាទឹកក្តៅណាមីងចាំខ្ញុំចាក់ឲ្យអ៊ំអញ្ចឹងណាតែលោកបុរាណហ្នឹងក៏ហុចកែវទឹកឲ្យមីងច័ន្ទដោយអត់និយាយទាំងអស់មីងច័ន្ទនោះក៏បានញាក់ភ្នែកទៅប្រាប់ថាវ៉ាន់ថាកុំបារម្ភហើយគាត់ក៏ដើរចេញទៅអញ្ចឹងណាមីងច័ន្ទក៏បានប្រាប់ថាអ្នកទាំងអស់គ្នាហូបបាយមុនទៅគាត់ទៅចាក់ទឹកក្តៅផ្លេតកំឡុងពេលដែលអ្នកទាំងអស់គ្នាកំពុងតែហូបបាយហ្នឹងសោមាក៏បានប្រាប់ឪពុករបស់នាងថានាងមានគម្រោងរៀបការជាមួយនឹងថាវ៉ាន់គាត់នៅលើសោមានិយាយចឹងភ្លាមពូបារាក៏បែរមុខមកមើលមុខថាវ៉ាន់ទាំងមុំតែម្ដងហើយសួរថាវ៉ាន់ថាសប្ងៃហ្នឹងរកស៊ីធ្វើកាយគេថាវ៉ាន់លើលោកបារាសួរអញ្ចឹងក៏បាននិយាយប្រាប់លោកបារាវិញថាគាត់គឺជាអ្នក design ឯករាជ្យហើយអត់មាននៅក្រោមក្រុមហ៊ុនណាមួយទេជា freelance អញ្ចឹងណាតែលោកបារាក៏បានសួរទៅកាន់ថាវ៉ាន់វិញថាអញ្ចឹងខ្លួនឯងរស់អត់ហ្នឹងគាត់ទៅលើអញ្ចឹងភ្លាមសោមាដែលជាកូនស្រីនេះមានអារម្មណ៍ថាខឹងជាមួយនឹងឪពុកខ្លួនឯងហ្មងហើយក៏បាននិយាយថាប៉ាឯងធ្វើអញ្ចឹងអត់ត្រូវទេមិនទៅសួរគេអញ្ចឹងលោកបុរានោះក៏បាននិយាយទៅកាន់កូនវិញថាពួកឯងទាំងពីរហ្នឹងមិនសមគ្នាទេគាត់នឹងចង់ឲ្យកូនស្រីរបស់គាត់នឹងរៀបការជាមួយនឹងអ្នកដែលមានឋានៈខ្ពង់ខ្ពស់ហើយមានការងារមានទ្រព្យសម្បត្តិច្រើនអីចឹងណាហើយសោមាហើយនឹងលោកបុរាហ្នឹងក៏បានតឹងរស័យកដាក់គ្នានិយាយអត់ចោះសម្រងគ្នាហ្មងមីងច័ន្ទដែលជាម្ដាយនោះគាត់នៅលើថាពួកគេតោះសម្ដីគ្នាហើយក៏បញ្ញាប់និយាយកាត់ថាំងឲ្យញ៉ាំបាយទៅម្ហូបត្រជាក់អស់ហើយកុំអាលតល់ឆ្លោះគ្នាអីចឹងណាហើយលោកបុរានោះខឹងក៏ដើរចេញពីតុបាយហ្នឹងទៅនៅពេលដែលញ៉ាំបាយល្ងាចចប់ហ្នឹងសោមាក៏បានចូលមកក្នុងបន្ទប់ទទួលភ្ញៀវដែលថាវ៉ាន់គាត់សម្រាកហ្នឹងហើយរៀបក្រែរៀបពូករៀបខ្នើយឲ្យចឹងទៅថាវ៉ាន់ក៏បានចេញពីក្នុងបន្ទប់ទឹកមកហើយជូតសក់ជាមួយនឹងកសែងពណ៌សមួយសោមាក៏បានប្រាប់ទៅថាវ៉ាន់ថាឲ្យឆាប់សម្រាកទៅហើយនាងបានលាយថ្នាំវីតាមីនមួយកែវដាក់នៅលើតុអញ្ចឹងបញ្ញាប់ញ៉ាំឲ្យគេងទៅអញ្ចឹងណាលាយថ្នាំវីតាមីនឲ្យញ៉ាំហ្នឹងព្រោះថាវ៉ាន់ជិះឡានមកផ្លូវឆ្ងាយហត់អីចឹងទៅថាវ៉ាន់ក៏បានប្រាប់សោមាវិញថាមើលទៅដូចជាមិនស្រួលចិត្តទេប៉ាណៃដូចជាមិនពេញចិត្តជាមួយនឹងបងសោះសោមាក៏បានលួងលោមថាវ៉ាន់ហើយនិយាយប្រាប់ថាប៉ាគាត់តែអញ្ចឹងនិយាយទៅគាត់មានកូនស្រីតែមួយហើយគាត់ត្រូវមើលឲ្យច្បាស់លាស់អញ្ចឹងឯងអញ្ចឹងបងឯងຕົកពេលឲ្យគាត់បន្តិចទៅឲ្យគាត់មើលចិត្តបងឯងអញ្ចឹងណាថាវ៉ាន់ហ្នឹងក៏បាននិយាយថាប្រហែលជាគាត់បារម្ភរឿងបងធ្វើការ freelance ហ្នឹងឯងម្ដងកាត់ម្ដងកោលគ្មានចំណូលទៀងទាត់អីអញ្ចឹងទៅធ្វើការយូរឲ្យរកតាឡានកញ្ចាស់មួយជិះគ្មានផងគាត់ក៏និយាយអញ្ចឹងក៏ត្រូវដែរសោមាក៏បានហុចកែវទឹកវីតាមីនឲ្យតាវ៉ាន់ញ៉ាំប្រាប់ថាកុំទៅគិតច្រើនពេកខ្ញុំក៏អាចរស់ស៊ីចិញ្ចឹមខ្លួនឯងបានដែរចាំមើលខ្ញុំនិយាយជាមួយនឹងប៉ាបន្ថែមអីអញ្ចឹងណាតាវ៉ាន់ក៏បានញ៉ាំទឹកវីតាមីនហើយក៏ចូលសម្រាកទៅហើយសោមានឹងក៏បានចេញពីក្នុងកន្ទប់នឹងទៅគេឃើញមាននាឡិកាមួយព្យួរនៅលើអញ្ចាំងដែលបង្ហាញត្រនិចដល់ម៉ោង 5:45 នាទីពេលព្រឹកមីងច័ន្ទដើរចេញពីបន្ទប់ទាំងងងុយគេងដើរទៅកាន់ទូទឹកកកបើកយកទឹកពិសាហើយគាត់ក៏បាយខ្លួនដើរទៅកាន់ផ្ទះបាយគម្រោងនឹងដាំបបរនិងរៀបចំអាហារពេលព្រឹកគាត់ដើរទៅយកឆ្នាំងហើយដើរទៅដួសអង្ករស្រាប់តែមីងច័ន្ទស្រែកយ៉ាងតក់ស្លុតមានសាកសពដេកនៅលើដីក្នុងថ្លុកឈាមហើយគេក៏ឃើញកន្សែងជូតខ្លួនពណ៌សមួយរឹតក
ក្របភ្នែកសងខាងត្រូវបានខ្វេះចេញនោះគឺជាលោកបូរ៉ានៅក្នុងផ្ទះមានសភាពអ៊ូអរមនុស្សដើរទៅមកប៉ូលីសបានរុំខ្សែហាមចូលនិងធ្វើការអង្កេតនៅលើរបស់របរនៅក្នុងផ្ទះប៉ូលីសម្នាក់បានអង្គុយសាកសួរមីងច័ន្ទនៅលើតុបាយថាវ៉ាន់អង្គុយជិតសៅម៉ានៅលើសាឡុងសៅម៉ាយំឡើងទន់ខ្លួនមានប្រេងកាឡាហើយនឹងកសែងត្រជាក់នៅជិតខ្លួនថាវ៉ាន់បានជូតខ្លួននិងជូតមុខឲ្យនាងសម្លឹងមើលទៅម្ដាយដែលកំពុងនិយាយជាមួយនឹងប៉ូលីសហើយមើលទៅថាវ៉ាន់ដែលកំពុងជូតដៃរបស់នាងជាមួយនឹងកសែងត្រជាក់នាងបន្តយំសៅម៉ានិងថាវ៉ាន់ប្រសាប់ភ្នែកគ្នាដោយការយល់ចិត្តនិងអាណិតមីងច័ន្ទនិងប៉ូលីសសម្លឹងមើលទៅសៅម៉ានិងថាវ៉ាន់មានប៉ូលីស2នាក់ដើរចេញពីក្នុងបន្ទប់ទទួលភ្ញៀវដែលថាវ៉ាន់កំពុងសម្រាកពួកគេញាក់មុខដាក់គ្នាជាមួយនឹងប៉ូលីសដែលនៅជិតនឹងមីងច័ន្ទហើយបន្ទាប់មកប៉ូលីស2នាក់បានដើរទៅក្រោយសាឡុងដែលថាវ៉ាន់និងសៅម៉ាអង្គុយហើយពួកគាត់ក៏កន្ទ្រប់ចាប់ថាវ៉ាន់សៅម៉ាភ្ញាក់ផ្អើលជាខ្លាំងមីងច័ន្ទបានស្រែកយំហើយប្រាប់ទៅប៉ូលីសថាចាប់វាទៅលោកប៉ូលីសវានឹងហើយសម្លាប់ប្តីខ្ញុំសៅម៉ានិយាយទាំងញ័រមាត់មានរឿងអីហ្នឹងប៉ូលីសក៏បានដើរមកជិតហើយប្រាប់ថាពួកយើងបានរកឃើញផោះតាងដែលជនដៃដល់បានលាក់ទុកហើយប៉ូលីសម្នាក់ទៀតបានយកកាំបិតនិងអាវរបស់ថាវ៉ាន់ដែលប្រឡាក់ឈាមចេញពីបន្ទប់របស់គេមកដាក់នៅលើតុបាយប៉ូលីសក៏បានបែរទៅសួរថាវ៉ាន់ថាកសែងជូតខ្លួននេះជារបស់ឯងមែនអត់សៅម៉ាគ្រាន់តែលឺអញ្ចឹងគឺស្រែកយំហ្មងថាវ៉ាន់ងាកសម្លឹងទៅមើលសៅម៉ាហើយគេមិនរើបំរាយទាំងអស់ឲ្យប៉ូលីសចាប់តាមស្រួលមួយសប្តាហ៍កន្លងផុតទៅត្រង់សារិការបស់លោកបូរ៉ាបើកចំហហើយយើងអត់មានឃើញសារិកានៅក្នុងត្រង់នោះទៀតទេយើងឃើញមានមីងធូដែលជាអ្នកជិតខាងរបស់សៅម៉ាកំពុងហាលកៅអៅដោយតំបោករួចនឹងហើយច្រៀងលេងតិចៗគាត់ឃើញសៅម៉ាកំពុងដើរជាមួយនឹងមីងច័ន្ទជួយគ្នាយកថង់ខ្មៅធំមួយហើយគាត់ក៏បានសួរទៅកាន់អ្នកទាំងពីរថាមកយាយអ្នកអើយថ្ងៃហ្នឹងបានម្ហូបអីសៅម៉ាហើយនឹងមីងច័ន្ទគ្រាន់តែឃើញមីងធូនៅគៀនហ្នឹងភ្ញាក់ហ្មងហើយអេអុញសៅម៉ាបាននិយាយទៅកាន់មីងធូអូមីងខ្ញុំបានសម្លប្រហើរថៃទួហ្នឹងណាមីងធូញញឹមហើយគាត់ក៏បានសួរទៅវិញថាហើយថងអីហ្នឹងសំពីងសំពងម្លេះសៅម៉ាក៏បាននិយាយប្រាប់ទៅមីងធូវិញថាសម្រាមហ្នឹងណាមីងយកទៅដុតចោលមីងធូក៏ឆ្លើយតបថាអូអញ្ចឹងមីងទៅមុនហើយប្រញាប់ទៅរៀបបាយកូនហើយគាត់ក៏បានដើរចូលទៅក្នុងផ្ទះគាត់វិញនៅពេលដែលមីងធូដើរចូលទៅក្នុងផ្ទះហ្នឹងសៅម៉ាក៏បានមើលមុខមីងច័ន្ទហើយដកដង្ហើមធូរទ្រូងពួកគេក៏ដើរបន្តទៅកន្លែងដុតសម្រាមសៅម៉ានិងមីងច័ន្ទជួយគ្នាស្រែកថង់សម្រាមហើយសម្រាមទាំងអស់នោះអ្នកទាំងអស់គ្នាដឹងថាអីអត់សម្រាមនោះគឺជាក្រដាសសើមសម្រាប់ជូតឈាមហើយនឹងឈុតកេងយប់របស់មនុស្សស្រី2នាក់ដែលប្រឡាក់ឈាមហើយកៅអៅហ្នឹងគឺជាកៅអៅរបស់ពួកគេនឹងឯងមកដល់ចំណុចនេះអ្នកទាំងអស់គ្នាអាចកាន់ន័យយល់ហើយមែនអត់ថាណាគេគឺជាអ្នកសម្លាប់លោកបូរ៉ាតើមូលហេតុអីទៅដែលពួកគេឈានដល់ថ្នាក់សម្លាប់លោកបូរ៉ាទាំងដែលលោកបូរ៉ាហ្នឹងគឺជាប្តីហើយនិងឪពុកបង្កើតរបស់គាត់បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងសូមរងចាំស្ដាប់ភាគ2ទាំងអស់គ្នាពួកគាត់បានតោះសម្ដីគ្នាហើយពួកបូរ៉ាបានចាប់ច្របាច់កមីងច័ន្ទព្យាយាមរើបំរាស់ហើយគាត់ក៏បានឃើញកន្ត្រៃមួយដែលនៅលើក្បាលតុហើយគាត់ក៏យកទៅចាក់លោកបូរ៉ាចាក់ហើយចាក់ទៀតលោកបូរ៉ាបានដួលគោកទៅលើដីសួស្តីអ្នកទាំងអស់គ្នាខ្ញុំវ៉ាន់ជួបគ្នាសាជាថ្មីម្ដងទៀតនៅក្នុង Channel តខ្លួនរបស់ខ្ញុំ Something About Kevin បើសិនជាអ្នកទាំងអស់គ្នាអត់បាន Subscribe ទេខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាជួយ Subscribe ខ្ញុំម្នាក់មួយផងដើម្បីជំរុញទឹកចិត្តខ្ញុំឲ្យផលិតសាច់រឿងជាសំឡេងជូនអ្នកទាំងអស់គ្នាស្ដាប់បន្តទៀតហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចប្រើប្រាស់ជំនាញក្នុងការនិពន្ធហើយនឹងកាត់តសំឡេងរបស់ខ្ញុំដើម្បីបំពេញអារម្មណ៍អ្នកទាំងអស់គ្នារហូតតទៅនៅចុងអេពីសូត1ណាយើងបានដឹងទាំងអស់គ្នាហើយថាតើណាគេទៅគឺជាអ្នកសម្លាប់លោកបូរ៉ាតែប៉ុន្តែអ្នកដែលសម្លាប់លោកបូរ៉ាមិនមែនជាថាវ៉ាន់ដែលត្រូវបានប៉ូលីសចាប់ខ្លួននោះទេតែបែរជាមីងច័ន្ទហើយនិងសៅម៉ាទៅវិញសំណួរសួរថា
តាហេតុអ្វីទៅបានជាពួកគេដល់ថ្នាក់សម្លាប់លោកបូរ៉ាទាំងដែលគាត់គឺជាប្តីហើយនិងឪពុកបង្កើតរបស់អ្នកទាំងពីរហើយដើម្បីសម្រាលចម្ងល់ទាំងអស់នេះខ្ញុំសូមនាំអ្នកទាំងអស់គ្នាត្រឡប់ទៅ30ឆ្នាំមុនជាមួយខ្ញុំតោះយើងទៅស្ដាប់ភាគ2ទាំងអស់គ្នានៅក្នុងបន្ទប់គេងរបស់ច័ន្ទយើងឃើញមានរូបតាំងលម្អដែលមានជារូបយន្តហោះហើយនិងនារីអាកាសចរជាច្រើនតាំងនៅលើជញ្ជាំងរបស់នាងភួយខ្នើយបានរៀបចំយ៉ាងស្រស់ស្អាតនិងមានរបៀបរៀបរយច័ន្ទក្នុងវ័យ20ឆ្នាំកំពុងរៀបចំខ្លួនទៅសាលានាងរៀបកាបូបសៀវភៅដែលយើងឃើញមានសៀវភៅភាសាបារាំងនិងអង់គ្លេសសម្រាប់រៀនថ្នាក់បញ្ញាបត្រគ្រប់គ្រងអាកាសចរស៊ីវិលនាងរៀបកតាបណ្ដាលញញឹមបណ្ដាលស្រាប់តែមានសម្លេងម៉ូតូបន្លឺស៊ីផ្លេឡើងនាងញញឹមហើយរៀបចំខ្លួនយ៉ាងប្រញាប់ប្រញាល់គេឃើញមានបុរសសង្ហាម្នាក់ក្នុងសម្លៀកបំពាក់ឌីសិតបានមកទទួលនាងអ្នកដែលនៅលើម៉ូតូនោះគឺជាវិចិត្រគឺជាមិត្តរួមថ្នាក់របស់ច័ន្ទហើយពួកគេគឺជាសង្សារនឹងគ្នាវិចិត្រតែងតែមកទទួលនិងជូនច័ន្ទមកផ្ទះជារៀងរាល់ថ្ងៃហើយម្ដាយរបស់ច័ន្ទក៏បានស្គាល់វិចិត្រព្រមទាំងទទួលស្គាល់ពីទំនាក់ទំនងស្នេហារបស់ពួកគេដែរវិចិត្របានចតម៉ូតូហើយដើរចូលមកក្នុងផ្ទះលើកដៃជម្រាបសួរម្ដាយរបស់ច័ន្ទនិងជម្រាបប្រាប់គាត់ថាថ្ងៃនេះនៅផ្ទះរបស់គេមានរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មីអញ្ចឹងនៅពេលដែលចេញពីរៀនគឺគេសុំនាំយកច័ន្ទទៅកម្មវិធីជប់លៀងនៅផ្ទះរបស់គេនឹងផងដែរម្ដាយរបស់ច័ន្ទងក់ក្បាលញញឹមហើយពួកគេទាំងពីរនាក់ក៏បានឡើងជិះម៉ូតូទៅរៀនទាំងអស់គ្នាទៅគេឃើញមុខរបស់ម្ដាយច័ន្ទញញឹមញញែមើលកូនពីចម្ងាយនៅរសៀលម៉ោងប្រហែលជា6ល្ងាចនៅផ្ទះរបស់វិចិត្របានរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មីដែលគេឃើញមានបងប្អូនសាច់ញាតិរបស់វិចិត្រមកពេញផ្ទះពួកគេសប្បាយជួបជុំគ្នាមានផឹកស្រាសើចសប្បាយហើយនឹងរាំច្រៀងជាដើមវិចិត្រជាមួយនឹងច័ន្ទឈរនៅជ្រុងម្ខាងនៃកម្មវិធីវិចិត្រឈរកាន់កែវស្រាហើយសម្លឹងមើលមុខច័ន្ទទាំងក្តីស្រឡាញ់ច័ន្ទសម្លឹងមើលកែវភ្នែកវិចិត្រហើយញញឹមទាំងអៀននៅជ្រុងម្ខាងទៀតគេឃើញកែវភ្នែកមួយគូកំពុងតែសម្លឹងមើលគូស្នេហ៍ទាំងពីរនេះនោះគឺជាលោកបូរ៉ានិងវិចិត្រគឺជាបងប្អូនជីដូនមួយនឹងគ្នាពួកគេទាំងពីរធំធាត់ឡើងជាមួយគ្នាប៉ុន្តែពួកគេទាំងពីរធំឡើងជាមួយនឹងការប្រកួតប្រជែងគ្នានិយាយទៅមកដល់ចំណុចនេះខ្ញុំចង់និយាយបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថាតើហេតុអីទៅបានពួកគេប្រកួតប្រជែងមួយគ្នាជាទូទៅនៅក្នុងគ្រួសារកូនកាត់ខ្មែរចិនណាភាគច្រើនគឺឪពុកម្ដាយតែងតែមានគំនិតថាចង់ឲ្យកូននឹងល្អជាងកូនអ្នកដទៃដល់ពេលអញ្ចឹងទៅគាត់តែងតែយកកូននឹងមកប្រៀបធៀបគ្នាថាអូកូនអ្នកនេះអញ្ចេះហើយកូនអ្នកនេះអញ្ចឹងហើយអញ្ចឹងទៅបូរ៉ាបានលួចមើលវិចិត្រហើយនឹងច័ន្ទពីចម្ងាយហើយគេក៏បានចាប់អារម្មណ៍ថាវិចិត្រមើលទៅដូចជាស្រឡាញ់ច័ន្ទខ្លាំងណាអញ្ចឹងគេក៏មានអារម្មណ៍ថាចំណែនវិចិត្រភ្លាមហ្មងពេលនោះស្រាប់តែឪពុកម្ដាយរបស់វិចិត្រមានការត្រូវហៅវិចិត្រនឹងឲ្យទៅជួយទទួលភ្ញៀវហើយវិចិត្រក៏បានប្រាប់ច័ន្ទឲ្យទៅនិយាយលេងជាមួយនឹងអ្នកដទៃសិនទៅគេសុំខ្លួនទៅជួយទទួលភ្ញៀវមួយផ្លេតនៅពេលដែលវិចិត្រដើរចេញទៅនេះគឺជាឱកាសល្អសម្រាប់បូរ៉ាគាត់ក៏បានដើរចូលមកជាមួយនឹងកែវស្រាហើយគាត់ក៏បាននិយាយលេងជាមួយនឹងច័ន្ទគាត់សួរច័ន្ទពីនេះពីនោះតែច័ន្ទមិនសូវជាហ៊ាននិយាយរកគាត់ហ្មងទេព្រោះដែរស្គាល់ហើយលោកបូរ៉ាគឺជាមនុស្សប្រុសអីចឹងទៅមួយសន្ទុះក្រោយមកវិចិត្ររួចរាល់ក្នុងការទទួលភ្ញៀវគាត់ក៏បានដើរមករកច័ន្ទវិញវិចិត្រហើយនិងបូរ៉ាបានសម្លឹងមុខគ្នាបូរ៉ាញញឹមតិចហើយក៏ដើរចេញទៅចាប់ពីថ្ងៃនោះមកបូរ៉ាតែងតែរកវិធីសាស្ត្រក្នុងការបំបែកច័ន្ទហើយនិងវិចិត្រដែលគេព្យាយាមចូលទៅញ៉ាយច័ន្ទប៉ុន្តែច័ន្ទអាចដែរអើពើជាមួយនឹងគេបូរ៉ាតែងតែគិតរកវិធីសាស្ត្រផ្សេងដើម្បីឲ្យច័ន្ទចាប់អារម្មណ៍ជាមួយនឹងខ្លួនព្រោះតែភាពអាត្មានិយមបូរ៉ាបានជួលនារីម្នាក់ឲ្យទៅញ៉ាយវិចិត្រនារីម្នាក់នោះគឺជាមិត្តរួមថ្នាក់របស់វិចិត្រហើយនឹងច័ន្ទ
ពីមួយថ្ងៃទៅមួយថ្ងៃនារីម្នាក់ហ្នឹងតែងតែយកចិត្តហើយនឹងផ្ដោតផ្ដងជាមួយនឹងវិចិត្រប៉ុន្តែវិចិត្រអត់ដែលអើពើជាមួយនឹងនារីម្នាក់ហ្នឹងទេរហូតមានថ្ងៃមួយគឺជាថ្ងៃជប់លៀងរបស់សាលាច័ន្ទមានអាការៈអត់សូវស្រួលខ្លួនដល់ពេលហើយវិចិត្រក៏ទៅចូលរួមកម្មវិធីហ្នឹងម្នាក់ឯងកំឡុងពេលកម្មវិធីអ្នកគ្រប់គ្នាកំពុងតែសប្បាយជាមួយនឹងការជប់លៀងហ្នឹងគេឃើញនារីម្នាក់នោះបានលួចទៅជួបគ្នាជាមួយនឹងបូរ៉ាហើយគេទាំងពីរអ្នកហ្នឹងមើលទៅដូចជាមានអីលាក់កំបាំងមែនទែនបូរ៉ាបានហាច់កញ្ចប់តូចមួយដែលមើលទៅដូចជាថ្នាំឲ្យទៅនារីម្នាក់នោះហើយនាងក៏បានដើរចូលទៅក្នុងកម្មវិធីវិញនាងបានសម្លឹងរកមើលវិចិត្រហើយក៏ឃើញវិចិត្រនៅជុំគ្នាជាមួយនឹងអ្នកដទៃហើយនាងក៏ចាប់ផ្ដើមសង្កេតមើលថាតើកែវមួយណាគឺជាកែវរបស់វិចិត្របន្ទាប់មកនៅពេលដែលវិចិត្រនិងមិត្តដទៃទៀតរវល់ចេញទៅលេងល្បែងកម្សាន្តនៅឯឆាកសម្ដែងនារីម្នាក់នោះបានលួចដាក់ថ្នាំសម្រើបនៅក្នុងស្រារបស់វិចិត្រត្រឡប់មកវិញហើយផឹកថ្នាំនោះនៅពេលដែលចាប់កម្មវិធីវិចិត្រក៏មានអាការៈស្រវឹងយ៉ាងទន់ខ្លួនហើយនារីម្នាក់នោះក៏បានគ្រាបវិចិត្រចេញទៅ3ខែកន្លងផុតទៅនៅក្នុងផ្ទះរបស់វិចិត្រមានអាការៈអ៊ូអរប៉ុន្តែអ៊ូអរហ្នឹងមិនអ៊ូអរសប្បាយរីករាយអីទេគឺអ៊ូអរក្នុងការដែលឪពុកម្ដាយរបស់នារីម្នាក់នោះបានមកចោទវិចិត្រថាបានធ្វើឲ្យកូនគាត់មានផ្ទៃពោះវិចិត្របានទទួលកំហុសរបស់ខ្លួនហើយឪពុកម្ដាយរបស់វិចិត្របានជួយសម្របសម្រួលថាតើគួរនឹងដោះស្រាយរឿងនេះដោយរបៀបណាឪពុកម្ដាយរបស់ខាងស្រីនឹងគឺទាមទារឲ្យវិចិត្ររៀបការជាមួយនឹងកូនរបស់ខ្លួនប៉ុន្តែវិចិត្រអត់ព្រមទេដោយសារតែគេមានគម្រោងរៀបការជាមួយនឹងច័ន្ទរឿងនេះហើយបានធ្លាយទៅដល់ច័ន្ទណាមានអាការៈស្រឡាងកាំងជាខ្លាំងថារឿងនេះវាមិនគួរនឹងកើតមានសោះតែនាងក៏មិនអាចទទួលយកវិចិត្រហើយធ្វើបាបនារីម្នាក់នោះដែរទីបំផុតពួកគេក៏សម្រេចចិត្តបែកគ្នានៅពេលដែលដឹងថាពួកគេបែកគ្នាបូរ៉ាសប្បាយចិត្តមែនទែនគាត់ក៏បានចូលទៅលួងលោមហើយព្យាយាមយកចិត្តច័ន្ទអញ្ចឹងណាតែច័ន្ទអត់ព្រមតាក់ទងជាមួយនឹងលោកបូរ៉ាទេដោយគិតថាបូរ៉ាគឺជាបងប្អូនជីដូនមួយរបស់វិចិត្រគាត់អត់ចង់មានអីពាក់ព័ន្ធជាមួយនឹងគ្រួសារនឹងទៀតទេវិចិត្រតែងតែរកផ្លូវត្រឡប់មករកច័ន្ទវិញដោយមើលឃើញថាវិចិត្រហើយនឹងច័ន្ទអាចនឹងមានផ្លូវត្រឡប់មករកគ្នាវិញបូរ៉ាត្រូវតែយកច័ន្ទឲ្យបានបូរ៉ាតែងតែតាមយកចិត្តច័ន្ទជួយអ្វីៗគ្រប់យ៉ាងនៅក្នុងផ្ទះរបស់ច័ន្ទមិនថាម្ដាយរបស់នាងត្រូវការអីគឺបូរ៉ារត់ទៅជួយហ្មងដោយមើលឃើញថាបូរ៉ាតែងតែជួយនៅក្នុងគ្រួសារម្ដាយរបស់ច័ន្ទក៏បានបញ្ចុះបញ្ចូលច័ន្ទមិនយូរមិនឆាប់ព្រោះតែការសម្ដែងរបស់បូរ៉ាធ្វើឲ្យច័ន្ទបើកចិត្តទទួលបូរ៉ាដោយមានម្ដាយរបស់នាងជាអ្នកបញ្ចុះបញ្ចូលផងហើយពួកគេក៏បានរៀបការជាមួយនឹងគ្នានៅពេលដែលពួកគេរៀបការជាមួយនឹងគ្នាវិចិត្រមានអាការៈខឹងសម្បារខ្លាំងមែនទែនទី1ខឹងនឹងបូរ៉ាដែលព្យាយាមបំបីពួកគេទី2គឺខឹងច័ន្ទហើយនឹងម្ដាយរបស់ច័ន្ទដែលព្រមបើកចិត្តទទួលបូរ៉ាទាំងដែលបូរ៉ាសម្ដែងទេ2ឆ្នាំកន្លងផុតទៅក្រោយពីរៀបការច័ន្ទក៏មានផ្ទៃពោះអំឡុងពេលដែលនាងមានផ្ទៃពោះហ្នឹងណាសន្តានពិតរបស់បូរ៉ាបានលេចចេញមកបូរ៉ាអត់សូវខ្វាយខ្វល់យកចិត្តទុកដាក់ជាមួយនាងទេដោយសារតែគោលបំណងរបស់គេបានសម្រេចហើយគេមានកូនជាមួយនឹងច័ន្ទអញ្ចឹងគ្មានថ្ងៃច័ន្ទហើយនឹងវិចិត្រអាចវិលត្រឡប់ទៅរកគ្នាវិញបានទេបូរ៉ាបានចាប់ផ្ដើមដើរលេងផឹកស្រានិងចូលផ្ទះយប់មានស្រីកំដរអារម្មណ៍ជាច្រើនច័ន្ទពោះហើយនៅព្យាយាមរលួយចិញ្ចឹមអ្នកផ្ទះទៀត9ខែ10ថ្ងៃក្រោយមកច័ន្ទក៏បានសម្រាលសោម៉ាចេញមកតែនៅពេលដែលកូននឹងកើតចេញមកបូរ៉ាហើយនឹងច័ន្ទបានឆ្លោះគ្នាជាខ្លាំងដោយសារតាសោម៉ាគឺមានមុខមាត់ដូចវិចិត្របូរ៉ាបានចោទមីងច័ន្ទថាលួចតាក់ទងជាមួយនឹងវិចិត្រមិនមែនបានកូនកើតចេញមកមុខដូចវិចិត្រហើយចាប់ពីថ្ងៃហ្នឹងតទៅពួកគេទាំងពីរគឺតែងតែឆ្លោះគ្នារហូតហ្មងពីមួយឆ្នាំទៅមួយឆ្នាំសោម៉ាបានធំធាត់ជាមួយនឹងការឆ្លោះគ្នារវាងឪពុកហើយនិងម្ដាយរបស់នាងនៅក្នុងផ្ទះគឺអត់ដែលមានសុភមង្គលទេមីងច័ន្ទគឺជាអ្នកទទួលខុសត្រូវរលួយចូលផ្ទះដែលពូបូរ៉ាគិតតែផឹកហើយនឹងស៊ីហើយនឹងមានស្រីគាត់អត់ដែលខ្វាយខ្វល់ពីមីងច័ន្ទហើយនឹងកូនទេ
នៅពេលនេះខ្ញុំសូមឲ្យអ្នកទាំងអស់គ្នា flashback ទៅ episode ទី1របស់យើងគឺនៅពេលដែលថាវ័នហើយនិងសោមាបានចូលមកជម្រាបសួរនៅពេលដែលពួកគេទៅមកដល់ផ្ទះហើយពេលហ្នឹងគឺពូបូរ៉ាកំពុងតែនិយាយទូរស័ព្ទជាមួយនឹងណាគេម្នាក់ហើយម្នាក់ហ្នឹងគឺជាសង្សាររបស់ពូបូរ៉ាហ្នឹងឯងគាត់លួចលាក់មានស្រីរហូតនៅពេលយប់នៅពេលដែលពូបូរ៉ាខឹងតោះសម្ដីជាមួយនឹងសោមាពីថាវ័នហើយគាត់ក៏បានដើរចេញពីតុបាយហ្នឹងគាត់បានចូលទៅក្នុងបន្ទប់ហើយបាននិយាយគ្នាជាមួយនឹងសង្សាររបស់គាត់នៅក្នុងយប់ហ្នឹងមីងច័ន្ទគាត់ចាប់បានថាលោកពូបូរ៉ាហ្នឹងគឺមានកម្រងនឹងលក់ផ្ទះលក់ដីហ្នឹងហើយយកលុយទៅឲ្យសង្សារគាត់ទាំងដែលដីហើយនឹងផ្ទះហ្នឹងគឺមានឈ្មោះកម្មសិទ្ធិ2ឈ្មោះលោកពូបូរ៉ាហ្នឹងហើយនឹងមីងច័ន្ទប៉ុន្តែតាមពិតទៅវាគឺជាញើសឈាមដែលមីងច័ន្ទខំប្រឹងធ្វើការហើយសន្សំលុយទិញតាំងពីដើមមកតែដោយសារតែពួកគាត់រៀបការជាមួយគ្នាអញ្ចឹងត្រូវដាក់ឈ្មោះ2មីងច័ន្ទគាត់អត់ព្រមលក់ទ្រព្យសម្បត្តិហ្នឹងទេទាំងដែលគាត់ថាទ្រព្យសម្បត្តិហ្នឹងគឺគាត់ទុកឲ្យសោមាប៉ុន្តែពូរ៉ានៅតែចង់លក់ហើយយកលុយចេញទៅពួកគាត់បានតោះសម្ដីគ្នាហើយពូបូរ៉ាបានចាប់ច្របាច់កមីងច័ន្ទព្យាយាមរើបំរាស់ហើយគាត់ក៏បានឃើញកន្ត្រៃមួយដែលនៅលើក្បាលតុហើយគាត់ក៏យកទៅចាក់លោកបូរ៉ាចាក់ហើយចាក់ទៀតលោកបូរ៉ាបានដួលពោកទៅលើដីមានឈាមហូរជាច្រើនចេញពីមុខកន្ត្រៃគាត់ដកចង្កាមន់មីងច័ន្ទតក់ស្លុតភ័យព្យាយាមងើបចេញពីកន្លែងនោះគាត់រត់សំដៅទៅមាត់ទ្វារតែអ្វីដែលគាត់បានជួបនោះគឺសោមាកំពុងឈរនៅទីនោះនាងបានឈរនៅទីនោះតាំងពីដើមមកមើលសកម្មភាពម្ដាយសម្រាប់ឪពុករបស់នាងដោយមិនមាត់អ្វីទាំងអស់មីងច័ន្ទរត់មករកសោមាតាំងទឹកភ្នែករលេងររងគាត់ភ័យជាខ្លាំងសោមាបានយកម្រាមដៃដាក់នៅជិតមាត់របស់នាងហើយធ្វើសញ្ញាប្រាប់មីងច័ន្ទថាកុំមាត់លឺពេកនាងបានដើរទៅជិតលោកបូរ៉ាហើយសម្លឹងមើលសាកសពបន្ទាប់មកនាងក៏បានដើរទៅកាន់បន្ទប់របស់នាងយកក្រណាត់សើមមកជូតឈាមបន្ទាប់មកនាងក៏បានដើរទៅបន្ទប់របស់ថាវ័នសម្លឹងមើលថាវ័នដែលកំពុងតែគេងលក់យ៉ាងស្កប់ស្កល់នៅលើគ្រែជាមួយនឹងកែវទឹកវីតាមីនដែលនាងបានលាយនៅលើក្បាលគ្រែគេងលក់ស្កប់ស្កល់ទាំងមិនដឹងអ្វីទាំងអស់នាងបានបើកទៅទូកៅអៅហើយយកកៅអៅរបស់ថាវ័នហ្នឹងហើយដើរទៅកាន់បន្ទប់របស់លោកបូរ៉ាវិញជូតសម្អាតឈាមដែលប្រឡាក់នៅលើដៃរបស់ម្ដាយរបស់នាងហើយយកអាវដែលប្រឡាក់ឈាមហើយនឹងក្រណាត់សើមទាំងអស់នោះយកទៅទុកនៅក្នុងបន្ទប់របស់ថាវ័នវិញនៅពេលដែលជូតឈាមចេញពីខ្លួនប្រាណរបស់មីងច័ន្ទណានាងបាននិយាយប្រាប់ទៅគាត់ថាអត់អីទេម៉ាក់រឿងហ្នឹងចាប់ហើយអត់មានអ្នកគេដឹងក្រៅពីយើងទេអូខេនៅចុងសាច់រឿងយើងដឹងហើយថាមូលហេតុអីទៅបានជាមីងច័ន្ទដាច់ចិត្តសម្លាប់ពុកពូបូរ៉ាប៉ុន្តែអ្នកទាំងអស់គ្នាមានចាប់អារម្មណ៍អត់ថាហេតុអីបានជាសោមាដូចជាមិនតក់ស្លុតឬក៏ភ័យខ្លាចនៅពេលដែលឃើញម្ដាយចាក់សម្លាប់លោកបូរ៉ាសោះតែបែរជារៀបគម្រោងការក្នុងការជួយម្ដាយទៅវិញហើយអ្នកទាំងអស់គ្នាមានចាប់អារម្មណ៍អត់ថាតើហេតុអីទៅបានជានាងលាយទឹកវីតាមីនឲ្យថាវ័នញ៉ាំតើនេះគឺជាគម្រោងការរបស់នាងឬក៏យ៉ាងណាហើយហេតុអីទៅបានជាថាវ័នសុកចិត្តទទួលកំហុសជំនួសមីងច័ន្ទហើយនិងសោមាដើម្បីសម្រាយចម្ងល់ទាំងអស់នេះខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាចាំស្ដាប់នៅវគ្គទី3ទាំងអស់គ្នាសួស្តីប្រិយមិត្តថ្មីចាស់របស់ Kevin ខ្ញុំពិតជាសប្បាយចិត្តមែនទែននៅពេលដែលខ្ញុំបានអាន comment របស់អ្នកទាំងអស់គ្នានៅក្នុងសាច់រឿងដំបូងរបស់ខ្ញុំអ្នកទាំងអស់គ្នាបានចូលរួមចំណែកដ៏ធំក្នុងការជំរុញទឹកចិត្តខ្ញុំឲ្យចង់ផលិតភាពបន្តទៀតអរគុណខ្លាំងមែនទែនសម្រាប់ប្រិយមិត្តថ្មីសូមជួយ subscribe ខ្ញុំផងហើយខ្ញុំសង្ឃឹមថាពួកយើងនឹងដើរទៅមុខជាមួយគ្នាក្នុងវិថីល្ខោននិយាយនៅក្នុងអេពីសូត2យើងបានដឹងពីសាច់រឿងដែលកប់ជ្រៅនៅក្នុងចិត្តរបស់មីងច័ន្ទនិងមូលហេតុដែលគាត់សម្លាប់លោកបូរ៉ាតែពួកយើងបានជាឃើញសោមាបានចូលរួមក្នុងការលាក់រឿងឃាតកម្មមួយនេះទៅវិញយើងឃើញនាងរៀបចំសម្អាតនិងលុបបំបាត់ភស្តុតាងផ្សេងដែលម្ដាយរបស់នាងបានធ្វើឡើងមិនតែប៉ុណ្ណោះនាងបែរជាយកអាវហើយនិងកន្សែងជូតខ្លួនរបស់ថាវ័នទៅជូតឈាមហើយនិងរឹតករបស់លោកបូរ៉ាទៅវិញហើយទង្វើដែលនាងធ្វើទាំងអស់នេះគឺគ្មានអីក្រៅពីទម្លាក់កំហុសទៅលើថាវ័នទេហេតុអីបានជានាងសម្រេចចិត្តធ្វើអញ្ចឹងណោះអត់អាណិតថាវ័នទេសំណួរទាំងអស់នេះខ្ញុំក៏អត់មានចម្លើយដែរអញ្ចឹងដើម្បីសម្រាយចម្ងល់ទាំងអស់នេះតោះយើងទៅស្ដាប់ភាគ3ទាំងអស់គ្នា
នៅយប់នោះគេឃើញសមាដើរចូលទៅក្នុងបន្ទប់របស់ថាវ័នហើយរៀបចំបើកទូខោអាវយកអាវរបស់ថាវ័នហើយនិងកន្សែងជូតខ្លួនរបស់គេយកចេញទៅក្រៅដើម្បីជូតឈាមរបស់ពូបូរ៉ានៅលើគ្រែថាវ័នធ្វើពុតជាគេងគេបើកភ្នែកព្រមលួចមើលសមាធ្វើសកម្មភាពទាំងនោះតែពិតទៅគេអត់បានផឹកអាថ្នាំដែលសមាបានលាយនោះទេសមាបានធ្វើសកម្មភាពទាំងនោះយ៉ាងរហ័សហើយនាងក៏ប្រញាប់ចេញពីបន្ទប់របស់ថាវ័នបានឃើញគ្រប់យ៉ាងគេបិទភ្នែកហើយទឹកភ្នែករបស់គេក៏ហូរចុះមកកាលពី8ឆ្នាំមុនថាវ័នដែលកំពុងតែដេកនៅលើគ្រែនៅក្នុងបន្ទប់ជួលបើកភ្នែកព្រមហើយស្រវេស្រវាទូរស័ព្ទយកមកមើលម៉ោងគេភ្ញាក់ព្រឺតពេលនេះគឺម៉ោង 7:30 នាទីព្រឹកគេប្រញាប់ស្ទុះស្ទាកាន់កន្សែងចូលទៅក្នុងបន្ទប់ទឹកហើយងូតទឹកពួកគេដឹងថាគេកំពុងតែយឺតម៉ោងទៅរៀនហើយគេក៏ប្រញាប់បញ្ញារត់មកថ្នាក់រៀនប៉ុន្តែចៃដន្យអីគ្រូបិទទ្វារចោលអញ្ចឹងគឺមានតែអង្គុយចាំគ្រូនៅបង់មុខបន្ទប់រៀនសមាបានដើរចេញមកហើយបោះសភៅមេរៀនដែលនាងបានកត់កាលពីម៉ោងមុនណាឲ្យថាវ័នញញឹមពួកគេទាំងពីរដើរទៅកង់ទីនសាលាហើយញ៉ាំបាយជាមួយគ្នាពេលញ៉ាំបាយរួចថាវ័នក៏បានដកលុយចេញមកហើយចេញថ្លៃបាយឲ្យសមាដែរនៅជ្រុងម្ខាងនៃកង់ទីនមានសិស្សស្រី5នាក់អង្គុយញ៉ាំបាយបណ្ដើរសម្លឹងសម្លក់មកកាន់សមាបណ្ដើរនារីម្នាក់នៅក្នុងចំណោមនោះនិយាយទៅកាន់មិត្តរបស់នាងណែដឹងអត់ថ្ងៃមុនណាចេញពីរៀនអញឃើញវាឡើងឡានជាមួយនឹងប្រុសចាស់ម្នាក់បែបគេឲ្យលុយវាច្រើនហើយមើលទៅនៅក្នុងឡានជាមួយគេឡើងយូរអញខ្លាចហ្មងចឹងអីមិត្តម្នាក់ទៀតនិយាយបន្តពេលថ្ងៃបោកប្រុសក្មេងយប់ឡើងបោកប្រុសចាស់មិនដឹងយកលុយទៅណាអស់ហេមិត្តរបស់នាងម្នាក់ទៀតអង្គុយស្ដាប់ទាំងមុខស្មើនាងក៏បន្តនិយាយតែនិយាយទៅសមាដូចគ្រាន់បើជាងពួកយើងវ៉ៃមើលទៅអត់ស្អាតផងខ្មៅក៏ខ្មៅតែមានប្រុសចិញ្ចឹមដល់តែពួកយើងនេះ single មកទាំងអស់មកក្រុមហ្មងឮសម្ដីរបស់មិត្តនិយាយហើយនាងទាំងអស់គ្នាក៏ហួសចិត្តហើយពួកនាងក៏និយាយថាយីមើលសម្ដីវាសម្ដីនាំភ្លើងតានេះភ្លាមនោះទូរស័ព្ទរបស់នាងក៏បានរឡើងហើយនាងក៏ប្រាប់ថាវ័នថាសុំចេញទៅនិយាយទូរស័ព្ទមួយផ្លេតពេលដែលនាងដើរចេញទៅនិយាយទូរស័ព្ទហ្នឹងពួកក្រុមដែលនិយាយដើមនាងហ្នឹងបានខ្សឹបគ្នាបន្តហើយមើលនាងដើរចេញទៅថាវ័នតាមមើលនាងហើយគេក៏ដើរតាមក្រោយនាងពេលដែលដើរដល់លបងសាលាគេក៏ឃើញនាងឡើងឡានជាមួយនឹងបុរសចាស់ម្នាក់គេដកដង្ហើមធំហើយដើរចេញមកថ្នាក់រៀនវិញនៅក្នុងកញ្ចក់ឡានយើងឃើញសមាកំពុងនិយាយជាមួយនឹងបុរសចាស់ម្នាក់ពួកគេបាននិយាយគ្នាមកសន្ទុះហើយស្រាប់តែនាងអោនចុះទៅក្រោមនៅកន្លែងផ្លូវរបស់បុរសចាស់ម្នាក់នោះហើយនាងហាក់ដូចជាកំពុងតែធ្វើអីម្យ៉ាងក្រោយម៉ោងសម្រាកបាយថ្ងៃត្រង់ពួកគេក៏បានចូលរៀនវិញសមាដើរចូលរៀនយ៉ាងស្ងៀមស្ងាត់នៅរសៀលម៉ោង4ដល់ម៉ោងចេញពីរៀនសមាដើរចេញពីថ្នាក់រៀនគោលបំណងទៅយកម៉ូតូទៅផ្ទះពេលនោះនាងក៏បានដើរកាត់សិស្សប្រុសមួយក្រុមដែលពួកគេឈរលេងនៅក្រោមដើមឈើក្នុងបរិវេណសាលាពេលដែលឃើញសមាដើរមកពួកគេនោះក៏បានលេបខែសមាក្មេងប្រុសម្នាក់នោះក៏បាននិយាយថាមកយប់ប៉ុន្មានអូនតោះយប់ហ្នឹងយើងទៅដើរលេងមួយគ្នាអីសមាឮហើយក៏បានដើរទៅជិតក្មេងប្រុសម្នាក់នោះហើយអោនខ្សឹបប្រាប់ថាបើសិនជាមានលុយទុកទិញ skin care ប្រើខ្លាញ់នៅលើមុខហ្នឹងអាចយកទៅជៀនត្រីបានក្រោយពីឮអញ្ចឹងក្មេងប្រុសម្នាក់នោះខឹងជាខ្លាំងហើយគេក៏បានចាប់ស្មាសមាហាបែបប្រុសចាស់តែមកឲ្យលុយច្រើនហ្នឹងមើលទៅ
បានជាសម្ដីខ្លាំងម្លឹងថាវ័នបានឃើញពីចម្ងាយហើយរត់មកគេរត់មកដល់គេធាក់ក្មេងប្រុសម្នាក់នោះមួយជើងយ៉ាងខ្លាំងក្មេងប្រុសម្នាក់នោះដួលជាមួយនឹងសោមាថាវ័នក៏បានជួយលើកសោមាតែក្រុមក្មេងប្រុសម្នាក់នោះក៏បានសម្រុកវាយទៅលើគេសំឡេងកញ្ចាយគ្រូវិន័យបានបន្លឺឡើងស្រែកឲ្យពួកគេនឹងឈប់វាយគ្នានៅក្នុងសួនក្បែរសាលាសោមាលៀបរបួសឲ្យថាវ័នក៏បានសម្រេចចិត្តសួរសោមាថាហើយខ្លួនឯងហ្នឹងបានធ្វើអីដូចតែគេនិយាយមែនអត់សោមាក៏បានឆ្លើយតបថាធ្វើអីគេថាវ័នក៏បាននិយាយបន្តធ្វើការងារដូចតែពួកគេនិយាយហ្នឹងសោមាសើចទាំងហួសចិត្តហើយនិយាយថាឡប់ពួកវាចង់និយាយអីនិយាយខ្ញុំអត់ខ្វល់ទេខ្ញុំមិនដឹងថាខ្ញុំខំតបកស្រាយជាមួយពួកវាធ្វើអីហងនាំតែខាតពេលម៉ាពួកវាមិនដែលឲ្យបាយខ្ញុំញ៉ាំហងថាវ័នក៏បានសួរបន្តអញ្ចឹងអ្នកដែលជិះឡានហ្នឹងគឺជាណាគេសោមាជួតរបួសបណ្ដានិយាយបណ្ដាប៉ាខ្ញុំប៉ាបកើតពេលនេះខ្ញុំចង់នាំអ្នកទាំងអស់គ្នា flashback ទៅក្នុងឈុតឆាកនៅក្នុងឡានបុរសចំណាស់ដែលនៅក្នុងឡាននោះគឺជាវិចិត្រគាត់បានដកលុយឲ្យសោមាហើយលុយនោះក៏បានជ្រុះសោមាក៏បានអោនទៅជួយរើសដោយដែលអ្នកទាំងអស់គ្នាបានឮអញ្ចឹងថាវិចិត្រគឺជាឪពុកម្កាយរបស់សោមាអ្នកទាំងអស់គ្នាចាំបានអត់ការពិភាក្សា2នៅពេលដែលច័ន្ទរៀបការជាមួយនឹងបូរ៉ាវិចិត្រមានអាការៈខឹងជាខ្លាំងហើយគេក៏បានតាមលួងច័ន្ទនៅពេលដែលគេតាមលួងច័ន្ទហ្នឹងពួកគេក៏បានជ្រុលជ្រួសជាមួយគ្នានៅពេលដែលបូរ៉ាចេញចរិតប៉ាត់ចរិតអាក្រក់របស់គេដែលគេអត់សឹកខ្វាយខ្វល់ពីប្រពន្ធហ្នឹងច័ន្ទចង់លេងលេះជាមួយនឹងបូរ៉ាប៉ុន្តែនាងក៏បានបដូរចិត្តដោយសារនាងមានកូនជាមួយនឹងវិចិត្រហើយខ្លាចកូនរបស់នាងកើតមកអត់មានឪពុកអញ្ចឹងទៅគាត់ក៏សម្រេចចិត្តថានៅបន្តជាមួយនឹងបូរ៉ាវិចិត្របានតាមជួយចិញ្ចឹមសោមាលួចលាក់រហូតមកប៉ុន្តែគាត់ក៏មិនអាចជួយច្រើនដែរដោយសារតែគាត់នឹងក៏មានគ្រួសាររបស់គាត់ដែលត្រូវរ៉ាប់រងសោមាបានប្រាប់ថាវ័នគ្រប់យ៉ាងនៅពេលដែលគេបានស្ដាប់រឿងរបស់សោមាចិត្តអាណិតស្រឡាញ់ចំពោះនាងមានរឹតតែខ្លាំងឡើងពួកគេក៏បាននិយាយគ្នាពីនេះពីនោះហើយសោមាក៏បានសួរទៅកាន់វិចិត្រថាពេលរៀនចប់ចង់ធ្វើអីគេវិចិត្រក៏បាននិយាយថាឥឡូវខ្លួនឯងប្រាប់គេមុនមកចាំគេប្រាប់តាមក្រោយសោមាក៏បាននិយាយថានៅពេលដែលនាងរៀនចប់នាងមានគម្រោងចង់ទៅរៀនជំនាញបន្ថែមគឺជំនាញរចនាគ្រឿងសង្ហារឹមប៉ុន្តែអត់ទាន់ដឹងថាធ្វើបានអត់ទេដោយសារតើវាត្រូវការចំណាយលុយចំណាយអីអញ្ចឹងណាហើយនាងក៏អត់មានលុយច្រើនដែរបន្ទាប់ពីឆ្លើយហើយនាងក៏ងាកទៅមើលមុខរបស់ថាវ័នហើយនិយាយថាឥឡូវគេនិយាយហើយឥឡូវខ្លួនឯងនិយាយម្ដងមកថាវ័នក៏បាននិយាយថានៅពេលដែលខ្ញុំរៀនចប់ខ្ញុំអត់ចង់ទៅរៀនបន្តអីទេខ្ញុំចង់ចូលធ្វើការហើយសំលុយបានច្រើននៅពេលដែលខ្ញុំមានលុយខ្ញុំអាចបញ្ជូនអ្នកខ្លះឲ្យទៅរៀនអ្វីដែលនាងចង់រៀនបានពេលនិយាយចប់ថាវ័នក៏ញញឹមហើយពួកគេទាំងពីរក៏សម្លឹងមុខគ្នានៅយប់កើតហេតុម៉ោង 4 ព្រឹកសោមាសម្អាតគ្រប់យ៉ាងហើយគេក៏បានដើរមកគ្រែរបស់ថាវ័នគេងវិញនាងបានអង្គុយលើគេមគ្រែហើយយកដៃមកអង្អែតសក់ហើយនឹងមុខរបស់ថាវ័នបើកភ្នែកឡើងសោមាបាននិយាយថាខ្ញុំមានរឿងចង់និយាយមួយបងឯងហើយនាងក៏បាននាំថាវ័នទៅកន្លែងកើតហេតុនៅកន្លែងកើតហេតុយើងឃើញសោមាយំជាខ្លាំងនៅចិត្តសាកសពរបស់ឪពុករបស់នាងមានច័ន្ទដែលនៅចិត្តនោះក៏យំតិចដែរយំខ្សឹបសួលនាងបានប្រាប់ថាវ័នគ្រប់យ៉ាងតែនាងបាននិយាយថាគ្រប់យ៉ាងគឺជារឿងចៃដន្យហើយនាងអាចឲ្យម្ដាយរបស់នាងទទួលទោសបានទេព្រោះម្ដាយរបស់នាងចាស់ហើយអញ្ចឹងនាងនឹងទទួលទោសជំនួសគាត់ថាវ័នស្ដាប់តែក្នុងចិត្តគេដឹងគ្រប់យ៉ាងគេដឹងថាសោមាកំពុងតែកុហកពួកគេបានឃើញសោមាធ្វើសកម្មភាពគ្រប់យ៉ាងហើយគេដឹងថានាងមានគម្រោងទម្លាក់កំហុសនឹងមកលើគេតែនៅពេលដែលគេឃើញសោមាយប់គេមានចិត្តអាណិតខ្លាំងមែនទែនហើយព្រោះតែក្តីអាណិតស្រឡាញ់គេក៏សម្រេចចិត្តព្រមជួយនាងដោយគេគិតថាការលះបង់មួយនេះ
គឺជាការលះបង់ចុងក្រោយនៅក្នុងក្តីស្រឡាញ់មួយនេះ15ឆ្នាំក្រោយមកសោមាកំពុងអង្គុយនៅក្នុងស្ទូឌីយោរបស់នាងនិងរៀបចំតុទូដែលនាងបានរចនាពេលនោះគេឃើញបុរសម្នាក់ដើរកាន់កាបូបកៅអៅដើរចូលមកក្នុងស្ទូឌីយោនៅពេលដែលឮសម្រាប់ជើងសោមាក៏បានងាកទៅមើលបុរសម្នាក់នោះគេគឺជាថាវ័នញញឹមដាក់សោមាថ្ងៃនេះគឺជាថ្ងៃគ្រប់កំណត់ចេញពីពន្ធនាគាររបស់គេនៅពេលដែលងាកមកឃើញថាវ័នសោមាភ្ញាក់ផ្អើលខ្លាំងមែនទែនតែមួយស្ទុះក្រោយមកនាងក៏ញញឹមតិចដាក់ថាវ័ននៅពេលដែលឃើញសោមាញញឹមដាក់ហ្នឹងបេះដូងរបស់គេហ្នឹងគឺរីស្គូស្គីហ្មងដូចផ្ការីកហ្មងស្រាប់តែពេលនោះគេឃើញបុរសម្នាក់ទៀតដើរចេញមកហើយហុចកាហ្វេទៅឲ្យសោមានៅពេលដែលគេលើកកែវកាហ្វេមកគេមានពាក់អញ្ជៀននៅលើដៃនាងរបស់គេដូចគ្នាជាមួយនឹងអញ្ជៀនរបស់សោមាសោមាបានងាកទៅទទួលកែវកាហ្វេទាំងញញឹមហើយងាកទៅកាន់ថាវ័នវិញនាងក៏បានសួរទៅកាន់ថាវ័នថាសួស្ដីបងត្រូវការទិញអីមែនចង់បានតុឬក៏កៅអីដែរការលះបង់ដើម្បីមនុស្សដែលយើងស្រឡាញ់វាអត់ខុសទេតែវាស៊ីសងទៅលើថាអ្នកដែលយើងលះបង់ឲ្យហ្នឹងគេស័ក្តិសមនឹងទទួលយកវាអត់